ឈ្មួញនៅតែបន្តធ្វើសកម្មភាពប្រើប្រាស់គ្រឿងចក្រប្រភេទ SK កាយដីជើងភ្នំបាក់កៃស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្វាយសឃុំឃុំស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យដើម្បីយកអាចដីធ្វើអាជីវកម្មលក់ដោយមិនខ្វល់ពីផលប៉ះពាល់បរិស្ថាននិងការហាមឃាត់របស់អាជ្ញាធរមូលដ្ឋានសូមបញ្ជាក់ថាកាលពីចុងខែតុលាកន្លងទៅមានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្ដាញសង្គមពីសកម្មភាពគ្រឿងចក្រឈូសឆាយដីនៅជើងភ្នំបាក់កៃហើយពេលអ្នកសារព័ត៌មានចុះយកព័ត៌មានផ្ទាល់ម្ចាស់គ្រឿងចក្រទាំងនោះបានគេចវេះមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានឡើយពលរដ្ឋម្នាក់នៅជើងភ្នំបាក់កៃអ្នកស្រីឈឿមស៊ូសបានឲ្យដឹងថារាល់ថ្ងៃនេះមានគ្រឿងចក្រ SK ចំនួន2គ្រឿងកំពុងធ្វើសកម្មភាពកាយអាចដីខាងលិចភ្នំអ្នកស្រីថាសកម្មភាពនេះកើតឡើងយូរណាស់មកហើយដោយម្ចាស់គ្រឿងចក្របានផ្អាកសកម្មភាពប្រមាណជា5ថ្ងៃប៉ុណ្ណោះក្រោយមានការផ្សព្វផ្សាយតាមព័ត៌មានកសិកររូបនេះបានឲ្យដឹងទៀតថាការកាយដីនៅជើងភ្នំនេះបានបង្កផលប៉ះពាល់ការអាស្រ័យផលរបស់ប្រជាពលរដ្ឋជុំវិញតំបន់នោះដូចជាការរោអនុផលព្រៃឈើផ្សេងៗប៉ះពាល់បរិស្ថាននិងប៉ះពាល់ដល់ខឿនប្រាសាទបាក់កៃនៅលើភ្នំផងដែរចាគេកាយទៅពេលនេះដកនេះយូរព្រឹមដែរកាលនេះគេទៅដេញទូទៅរត់មកផ្លេតហើយមានទឹកតែម៉ូទីទៅមុន10ថ្ងៃនេះទីពេលមុនមិនចាក់ដែលឡាពេលចាក់ក្នុងភូមិរួចអស់ហើយនោះនេះគេយកទៅណាទីខ្លះគេទីងគេអុយគេលក់ដល់អុយដេញប៉ះពាល់តព្រួយដីក្នុងភ្នំនេះអុយកាច់ជំទានបានហូបលក់ដែលចាបានហូបផលលក់ផលយ៉ាងណាចាំបានមកភូមិនេះដែលតាមមានថាក្អុកមានអុយការចន្ទើដែលយើងតែងបុកទៅគ្រឿងហូបអុយណាយើងបកបជាជននេះទៅបកបនោះឯងចាមួយអស់មកជំហីងហើយក៏បីតារូក៏បានតិចតួចទេចាមានប្រាសាទបុរាណនេះសម័យណាខ្ញុំអាយុដល់40ហើយនោះតែខ្ញុំតាមទុកលើទុកឃើញទៅអុយដែរវាមិនបានចង់ប៉ះពាល់ដល់ទេតែយូរឆាប់ទៅដល់ទេណាខេរសាទាំងអស់គ្នារបស់វិថារបស់បុរាណយើងពីមុនចាណាពូចាខ្ញុំចង់សំណុំពោដែលថាអុយជួយខៀងទៅអុយដឹកនោះភ្នំយើងនោះដោយថាប្រកបអានេះអូទីជួនយើងតាមនេះប្រហែលភូមិនេះណា5 6ភូមិជាបានរស់ទាំងអស់ទំទៀងព្រេកយើងប្រសិទ្ធតែមានដការចន្ទើអូច្រើនណាស់ក្នុងភូមិយើងមានច្រើនណាស់ចានោះបានមកហូបចេះណាមិនបាក់រត់ទីណាឆ្ងាយទេមេភូមិស្វាយសបានទទួលស្គាល់ថាពិតជាមានគ្រឿងចក្របន្តការយកអាចដីនៅជើងភ្នំបាក់កៃពិតមែនលោកអះអាងថាគ្រឿងចក្រនោះរបស់បុគ្គលឈ្មោះគង់ដែលអាជ្ញាធរមូលដ្ឋានបានចុះហាមឃាត់ច្រើនដងប៉ុន្តែមិនស្ដាប់មេភូមិរូបនេះបានឲ្យដឹងទៀតថាករណីគ្រឿងចក្រធ្វើសកម្មភាពកាយដីនៅជើងភ្នំបាក់កៃនេះបានកើតឡើងច្រើនឆ្នាំមកហើយប៉ុន្តែបានផ្អាកមួយរយៈហើយរយៈពេល1ឆ្នាំចុងក្រោយនេះក៏មានក្រុមហ៊ុននិងគ្រឿងចក្រជាច្រើនគ្រឿងចុះមកកាយដីភ្នំបន្ថែមទៀតក្រោមហេតុផលយកអាចដីធ្វើផ្លូវជាតិលេខ5តែនេះខ្ញុំបានទូជាមួយគុំមួយពលិសមកថ្ងៃទីប្រមាណវាទៅទីថ្ងៃមុនហ្នឹងគឺចូលថានៅខាងស្ដីខាងតាក់ឡងស្ដីក្លងទៅនោះណាទៅថាចាំគាត់ដោះស្រាយជាមួយខាងខែខាងផ្លាកលើខ្ញុំនេះទៅផ្លាកលើនេះណាគាត់ថាខ្ញុំមានរឿងជួយគាត់នេះរៀបចំជុំគិតទៅចោលតែហាមគាត់ពីបាននោះវាប៉ះពាល់ទីមួយនៃជាបរិបទអាស្រ័យផលទី2ក៏វាប៉ះពាល់ទៅលើក្នុងគុំតាពីរណានឹងអ្នកស្ដាប់នឹងផងអត់ចង់វាទៅបាទៅហាម5ដែរបើនៅគាត់ចាំប្រកាសតាមផ្លូវនោះអនុតាយវលគូកាយតាំងពីសម័យទីក្រអបចូលនៅក្នុងឃុំទៅក៏ជួយនៅយវលឆ្នាំតែឆ្នាំនេះក៏មើលទៅការទីក្រទៅជួយទៅគុំអូផងពីមានឈ្មោះណាផ្សេងកៅទៅនៅបណ្ដោឬបណ្ដោហើយមកយ៉ាងទៀតគឺឈ្មោះដែលកកាយទៀតនេះឈ្មោះស្ដីគង់ទៅខ្ញុំចាំបានពេលជួនកាលគេដល់ថាវាកន្លងហើយយើងដាក់យើងធ្វើជាសមុទ្រស្លាមឬគេបញ្ញាទៅក៏បានខ្លះដែរទៅពោលនៅពីច្រើននេះសម្រាប់ជាទីប៉ុន្តែពេលនេះគេ
để kết một cái mình thêm biết đỡ mô tam như na là lục tiền đỡ đi na về tu khang về chụp cân nó là về áp đỡ đi lên rồi tu khangสบายของอย่าลั่นตุ้มมาลั่นของบ๊อบเรื่องต้นยมด้วยนะเรื่องบางทีคุ้มเรื่องผลิตพองคุ้มพองชกจุดสกัดได้จะทาตามมือเกิดแบบเดี๋ยวไปห้าก็ต้องใช้คุณเอ้ย